ស្វាគមន៍មកកាន់ការសម្រាយរឿងជាបន្តនៃរឿង Hell's Paradise យើងឃើញថាដោយសារតែមានអាចកំបាំងច្រើនពេកធ្វើឲ្យក្បាលរបស់ Senta នោះក្លាយជាម៉ាស៊ីន microwave ទៅហើយព្រោះថាទឹកមុនជីវិតអមតៈនោះត្រូវបានយាមកាមដោយ Tenzin ដែលមានជីវិតអមតៈដែរនិងកម្លាំងពិបាកស្មានដល់ហេតុនេះគេត្រូវរៀបចំគម្រោងទុកជាមុននឹងចូលទៅដែនដីដែល Tenzin នោះនៅដល់យប់ឡើងវេនយាមនោះដោយសារតែគិតច្រើនពេក Senta នោះក៏បានដេកលក់បាត់ទៅមកសល់ឲ្យ Gabimaru យាមម្នាក់ឯង Gabimaru មិនរងចាំទៀតឡើយក្នុងឱកាសនោះគេក៏បានចាក់ចេញទៅដែនដីហូរ៉ៃតែម្នាក់ឯងក្រោយមក Gabimaru ក៏បានមកដល់ព្រំដែនចូលទៅហូរ៉ៃដែលមានដើមឈើមានរូបរាងស្រដៀងទៅនឹងមនុស្សសំពះទៅកាន់ខ្លោងទ្វារនិងបន្លឺសំឡេងយ៉ាងចម្លែកហាក់ដូចជាសូរអ្វីម្យ៉ាងដែនដីហូរ៉ៃគឺមានសភាពស្រស់ស្អាតផ្ទុយពីហូជូនិងអេស៊ូវាគឺជាដែនដីឋានសួគ៌ពិតប្រាកដនិងជាកន្លែងដែលព្រះនិងឥសីគង់នៅពេលដែល Gabimaru ទៅដល់ខ្លោងទ្វារនោះរៀបនឹងបើកចូលទៅហើយស្រាប់តែអបិសម្រាប់ Tensa នឹងបង្ហាញខ្លួនម្ដងទៀតដោយគេមានរូបរាងជាមនុស្សស្រីម្ដងគេក៏បានប្រាប់ឲ្យ Gabimaru ចាក់ចេញទៅគេនឹងមិនធ្វើអ្វីនោះទេព្រោះគេធន់ណាមែនតាទៅវ័យមនុស្សហើយចឹងខ្ជិលវ័យទៀតណាស់ចឹង Gabimaru ក៏បានសួរសំណួរចាក់ដើមមួយថាបែរអាចយកមនុស្សទៅធ្វើទឹកមុនមែនសួរដូចចាក់សាំងលើភ្លើងចឹងពួកគេទាំងពីរក៏ហេទៅថើបគ្នាអស់ច្រឡំហេទៅវ័យគ្នាយ៉ាងក៏ក្រៅប្រតិពី Gabimaru តតក្បាលអប៉ែនោះវិលពី3ជុំតែក្បាលក៏វិលមកដូចដើមវិញចឹងគេក៏ទៅតតប្រវល់ក្បាលហ្នឹងថែម3-4ជុំទៀតមើលអស់ប៉ុន្មានលុយតែលើនេះគេឆ្លៀតថែមហ្គានតិចអញ្ចឹងក៏ឆេះអប៉ែនឹងបាត់ទៅតែឆេះឡើងខ្លោចទៅខ្ជុងមួយហ្នឹងក៏នៅតែមិនងាប់ដែរឆ្លៀតលំអសងវិញបានម្ដាយទៀតហើយគេក៏ប្រែមកជាមនុស្សប្រុសវិញជុំស្អីគេម្ដងស្រីម្ដងប្រុសអាតួនេះសាមមែនណាចឹងពួកគេក៏វាយគ្នាកាន់តែការជាងមុនពេលនោះ Gabimaru ក៏បានលបធាក់អាម្ដងប្រុសម្ដងស្រីនោះបានមួយជើងតែមួយជើងនោះហាក់ដូចជាធាក់ចំចំណុចខ្សែរបស់ប៉ែនោះចឹងហើយគេក៏ប្រែមកស្រីវិញស្អីគេទេតែដូរភេទលើកនេះ Tenzin នោះលេងមែនតែនហើយដោយប្រើកណ្ដាប់ដៃវាយ Gabimaru ពីចម្ងាយតែម្ដងរីឯ Gabimaru ហេតុតែចង់ជួបប្រពន្ធខ្លាំងពេកក៏បានវាយបកមួយស្មើទៅវិញទៅមកកណ្ដាប់ដៃ Gabimaru មានកម្លាំងខ្លាំងជាងនៅរហ័សជាងចឹងគេក៏បានវាយឈ្នះតែ Tenzin នោះក៏បានប្រែខ្លួនមកម្ដងទៀតលេងបដូរភេទទៀតហើយលើកនេះប្រែខ្លាចជាបិសាចចំទួតែម្ដងបាទដែលមានរូបរាងពិបាកនឹងពលនីនឹងបានមកចេញចរន្តអគ្គិសនីឆក់ Gabimaru ដេកខ្ពកលើដីនិងបន្តវាយរហូត Gabimaru បានយល់សប្តិថាបានជួបប្រពន្ធរបស់ខ្លួនវាយដល់សម័យបន្ទាប់ពីភ្ញាក់ពីការសម័យនោះវិញគេក៏បាននឹកដល់ទ្រឹស្ដីបទ Pittacus ចំណុចទី20បើជ្រុលជាចិត្តងាប់ហើយត្រូវវាយគេអាណានៃសិនចាំងាប់មានន័យទ្រឹស្ដីបទលយតាអញ្ចឹងភ្លើងក៏បានឆាបឆេះពេញតួខ្លួនរបស់គេហើយនេះក៏ជាកម្លាំងចុងក្រោយរបស់គេដែរតែពេលនោះមីក៏បានមកជួយនឹងបានបិសាចនោះវាយទម្លាក់ចុះជ្រោះទាំងពីរនាក់ក្រោយពីដឹង Gabimaru បាត់ខ្លួនក្រុមរបស់គេក៏តាមស្វែងរកគេរហូតមកដល់កន្លែងដើមឈើសំពះនោះដែលដើមឈើទាំងអស់នោះគឺជាមនុស្សក្នុងតំបន់ហ្នឹងឯងដែលប្រែខ្លួនទៅជាដើមឈើមុនពេលដែលគេស្លាប់យើងអាចនិយាយបានថាហូរ៉ៃនេះគឺជាកន្លែងដែលប្រលឹងទាំងអស់នោះអាចទៅសុគតិភពបានហើយ Tenzin គឺជាព្រះដែលជ្រើសរើសអ្នកណាដែលអាចចូលក្នុងទីនោះ Tenzin មានទាំងអស់7នាក់ដែលគេអាចប្រែភេទទៅតាមអ្វីដែលគេចង់បាននិងមានម៉ូតសក់ចម្លែកហើយពួកគេតែងតែផឹកទឹកមុនជីវិតអមតៈជារឿយៗដើម្បីបង្កើនកម្លាំងរបស់គេនិងមានឈ្មោះផងដែរតែឈ្មោះនេះពិបាកអានណាក្រឡេកមកមើល Gabimaru វិញគេបានធ្លាក់មកក្បែរទន្លេមួយជាមួយនឹងមីតែក៏មានអ្នកបានមកជួបគេផងដែរអ្នកទាំងពីរដែលបានជួប Gabimaru នោះគឺជាអ្នកទោសកាន់តែសរសៃនិងពេជ្ជឃាតរបស់គេគឺ Fuchi ដែលអប៉ែអ្នកទោសហ្នឹងគឺគ្រាន់តែឃើញ Gabimaru ភ្លាមចង់សម្លាប់ភ្លាមតែម្ដងពេលនោះពួកគេទាំងពីរក៏បានវាយគ្នាតាមការសម័យតែដោយសារ Gabimaru រងរបួសធ្ងន់ហេតុនេះគេមិនអាចវាយឈ្នះកាន់តែសរសៃដោយមិនរងរបួសនោះឡើយហើយអប៉ែពុកមាត់ហ្នឹងក៏បានឡកលើយទៅឲ្យតួឯកប្រុសរបស់យើងតែតួឯកប្រុសរបស់យើងក៏បានឡងទៅវិញចំអំពីដៃដែលកាន់តែសរសៃបានកាត់ចោលនោះដែរពួកគេក៏បន្តវាយគ្នាតាមការស្រមៃទៀតតែ Fuchi ក៏បានចេញមកខាត់ដោយវាយគ្នាវាគ្មានប្រយោជន៍អ្វីនោះទេអ្វីដែលត្រូវធ្វើពេលនេះគឺត្រូវស៊ើបព័ត៌មានចេញពី Gabimaru ហើយគេអាចដឹងពីព័ត៌មាននោះដោយមិនចាំបាច់សម្លាប់នោះឡើយកុំឲ្យវាយគ្នាតែទាញដើមមកភ្ជុំគេ Gabimaru ដឹងថាសត្រូវមានប្រៀបជាងខ្លួនក៏បានបដូរយុទ្ធសាស្ត្រមកចងមិត្តជាមួយអ្នកទាំងពីរនោះវិញនិងបានប្រាប់ពីព័ត៌មានដែលគេបានដឹងទៅឲ្យអ្នកទាំងពីរនោះគូផ្សំនឹងព័ត៌មានរបស់ Tenzin ផងដែរនិយាយទៅពីអ្នកហ្នឹងដើរចូលកោះហ្នឹងគ្មានដឹងខ្យល់អីបន្តិចទេដល់ពេលគេប្រាប់ទៅធ្វើមកស្លើក្រោយមកអ្នកទាំង3ក៏បានសហការគ្នាហើយភ្លាមនោះមីក៏បានដឹងខ្លួន
តែនាងក៏បានពេញក្រមុំសឡំមកផ្លែតពេញក្រមុំបាត់ថែមទាំងជានិយាយតិចតួចថែមទៀតអញ្ចឹង Gabimaru ក៏បានសួរពីទីកន្លែងដែលមានទឹកមុនជីវិតអមតៈនោះនិងចំណុចខ្សោយរបស់ Tencent តែដោយសារមីនិយាយបានតែមួយម៉ាត់ធ្វើឲ្យចម្លើយនោះវាអត់ប្រយោជន៍រីឯអ្នកវិភាគ Senta នេះវិញកំពុងតែវិភាគយ៉ាងម៉ត់ចត់ដោយថាទឹកដីនេះគឺមនុស្សជាអ្នកបង្កើតដែល Horai និង Eshu ព្រមទាំងឈ្មោះ Tencent គឺសុទ្ធតែចេញពីសាសនាផ្សេងគ្នាយុគសម័យកាលនិងវប្បធម៌ត្រូវបានដាក់បញ្ចូលគ្នាយ៉ាងចម្លែកដែលធ្វើឲ្យ Senta នៅឃើញដល់ Muromakiya ដែលគេគឺជាស្ថាបនិកដែលបានរកឃើញសាសនាថ្មីមួយដែលមានភាពស្រដៀងទៅនឹងកោះនេះហេតុនេះគេគិតថាកោះនេះប្រកាសជាមានអ្នកបង្កើតវាបើមានអ្នកបង្កើតវាចឹងវាអាចនឹងមានច្រកចេញពីទីនេះផងដែរចំណែកឯក្រុម Gabimaru វិញមីបានប្រាប់ពីប្រភពដែលធ្វើឲ្យ Tencent នោះខ្លាំងគឺ Tao ហើយនាងបន្តទៀតថា Tao ហ្នឹងខ្លាំងផងខ្សោយផងចេះតែប្រមាណម៉ាត់ហ្នឹងធ្វើឲ្យ3នាក់នោះអត់ដឹងអីអាលេងតែអបិដើមឈើនេះគេបកស្រាយថា Tao គឺជាថាមពលដែលចេញមកពីប្រភពផ្សេងទាំងអស់ហើយ Tencent នោះគេអាចគ្រប់គ្រងវាបានរីឯ Nurokai កំពុងតែអង្វរឲ្យ Shion បង្រៀនគេពីការប្រើដាវតែ Shion គេមិនបង្រៀនទេគ្រាន់តែគេប្រាប់ពីរបៀបប្រើតែអត់បង្រៀនទេកំពុងតែប្រាប់នោះក៏មានបិសាចមួយក្រុមចូលមកវាយពួកគេក្រុម Gabimaru ក៏បានស្វាគមន៍ដោយបិសាចទាំងនោះផងដែរឈុតឆាប់ប្រយុទ្ធក៏បានចាប់ផ្ដើមនៅពេលដែល Tencent ទាំងពីរនេះកំពុងវាយឡើងជាមួយគ្នាស្របពេលនោះ Chobe ក៏បានព្យាយាមអៀវ Thoma ឡើងមកលើវិញទោះបីជាមានដៃចាប់ទាញយ៉ាងណាក៏ដោយក៏គេនៅតែអាចឡើងមកដល់លើបាន Chobe បានស្បត់ថានៅសម្រាប់បិសាចនោះឲ្យអស់ហើយគេក៏បាននឹងចំណុចខ្សោយរបស់ Tencent នោះផងដែរដែលចំណុចខ្សោយនោះគឺនៅផ្នែកខាងក្រោមនៃរាងកាយដូចជាពោះឬផ្ចិតអីចឹងណានិយាយហើយ Chobe ក៏បានបេះដៃម្ខាងរបស់បិសាចនោះយកមកបើកម្លាំងតែមិនទាន់បានដាក់ចូលមាត់ផងក៏ចេញអាប៉ែពាក់អាវដូចគ្រូម៉ៅនោះមកមុខដូចដើមឈើបន្តិចនឹងចេះនិយាយថែមទៀតហើយគេក៏បានប្រាប់ពីប្រភេទបិសាចនៅលើកោះនោះបិសាចដែលមនុស្សទាំងអស់នោះបានឃើញនឹងគេហៅថា Soshin វាមិនចេះគិតអ្វីនោះទេអាចថាវាគ្មានបញ្ញានោះទេនឹងមិនអាចឈានជើងចូលក្នុង Horai បានឡើយចំណែកឯប្រភេទដូចរូបគេនេះវិញហៅថា Doshi ដែលពួកគេជាអ្នកបម្រើឬដៃស្ដាំរបស់ Tencent ហើយគេស្ដាំបង្គាប់តែ Tencent តែប៉ុណ្ណោះហើយមូលហេតុដែលគេមកទីនេះគឺដើម្បីស្នើឲ្យ Chobe និង Thoma ត្រឡប់ចូលទៅក្នុងរណ្ដៅនោះវិញដើម្បីក្លាយទៅជាតាន់ឬទឹកមុនជីវិតអមតៈអត់និយាយឲ្យច្រើន Chobe ហក់ទៅវាយយកមកគ្នាខំឡើងមកចង់ងាប់មកវយចុះទៅវិញអញ្ចឹងឆាបយុទ្ធក៏បានឆាប់ដើមតែ Chobe មិនអាចយកឈ្នះទៅលើ Doshi នោះបានឡើយចង់នឹងថាបងប្អូនគេទាំងពីរនេះទៅជាយ៉ាងណាកុំភ្លេចរងចាំទស្សនានៅភាគក្រោយ